bà bong bóng kịch tới bật tay nơi cái nông xã phiệp ở rộng này có bậc cai mình tên sầm ép nơi cái nông tì krong Brnoในสาธารณรัฐเช็กนี่คือสมัยខ្ញុំសើអបសក់ឯងមានន័យថាមានកម្មវិធីថ្មីរហូតបាញ់កំជួចទៅតែប្រចប់ប្រហែលអាទិត្យមុនឥឡូវគេមានកម្មវិធីកំជួចប្រកួតប្រជែងកំជ្រួចលក្ខណៈអន្តរជាតិណាមានការចូលរួមពីប្រទេសផ្សេងនៅជុំវិញហ្នឹងហើយថ្ងៃនេះដែរគឺជាថ្ងៃបើកឆាកហើយមនុស្សមកកកកមែនតើសម្រាប់ខ្ញុំជាតាំងពីមកនេះបានប្រហែលជា3-4 ខែមកលើកទី1ដែលខ្ញុំបានឃើញមនុស្សច្រើនមែនតើតាំងយុវជនយុវចាស់អីគឺមកជុំគ្នាអស់ហើយពួកខ្ញុំចេះនិយាយគ្នាលេថាមនុស្សមកពីមួយក្រុងបេណូឃើញឡាប៊ូប៊ូចឹងមានន័យថាមិនថាអាស៊ីឬក៏អឺរ៉ុបយើងទេនៅចូលចិត្តហើយអ្នកដូចអ្នកគ្នាបានឃើញចឹងគេមានលក់ដូរមានអីច្រើនមែនតើតែសម្រាប់ខ្ញុំគឺខ្ញុំខ្ចប់មកខ្លួនឯងនេះដើម្បីជាការសំចាយលុយតាមបែបនិស្សិតណាអីដូចអ្នកបានឃើញចឹងបាទក្មេងៗគាត់មកនេះជាការកំសាន្តនេះគេហៅ youth party សบายមែនតើហើយខ្ញុំបានលេងដែរក៏ប៉ុន្តែលេងឡានបុកគ្នាតែការពេលបន្តិចបន្តួចបាទហើយដើរទៅក៏ស្រាប់តែឃើញមានជិះបាឡុននេះមែនតើទៅគេគិតលុយក៏ប៉ុន្តែខ្ញុំអត់អាចបានសាក់ទេហើយធ្លាប់សាក់នៅសៀមរាបបាទហើយគេរៀបចំនេះគឺសម្រាប់ភ្ញៀវ VIP ដែលគេបានទិញសបុតទិញអីមើលឬក៏ថ្នាក់ដឹកនាំអីខ្ញុំមិនដឹងទេហើយប៉ុន្តែមនុស្សអាចចាប់កន្លែងអង្គុយក្បែរហ្នឹងអញ្ចឹងពេញហើយមកដល់យប់បន្តិចស្រាប់តែឥឡូវគេចាប់ផ្ដើមបើកហ្មងគឺដ្រូនបាទគឺមានរូបភាពតំណាងប្រទេសមានរូបភាពតំណាងពីតំបន់ហ្នឹងអីផ្សេងខ្ញុំមិនសូវយល់ទេអ្វីដែលខ្ញុំចាប់អារម្មណ៍គឺដ្រូនហើយខ្ញុំចូលចិត្តមែនតើតាក់ទងជាមួយនឹងបច្ចេកវិទ្យានេះហើយស្រាប់តែគេបង្ហាញបាទមនុស្សបាទជាការដែលខ្ញុំ reflection ជាការរួបរวมសាមគ្គីគ្នាជាធ្លុងមួយបាទហើយមកដល់កន្លែងនេះគឺគេចាប់ផ្ដើមបង្កើតថាជាមនុស្សយន្តឬក៏ជាអីអាចជាមនុស្សតំណាងឲ្យអ្នកការពារនៅក្នុងប្រទេសអីផ្សេងយើងមិនសូវដឹងទេអានឹងអាចសិក្សាស្រាវជ្រាវនៅពេលក្រោយខ្ញុំអាចដឹងព័ត៌មានអីផ្សេងខ្ញុំអាចចែកម្លែកជូនបងប្អូនយើងទៀតក៏ប៉ុន្តែអ្វីដែលចង់ឲ្យចាប់អារម្មណ៍គឺតាក់ទងជាមួយនឹង drone show នេះហើយឥឡូវនេះកំពុងតែ viral មែនតើនៅទូទាំងពិភពលោកជាមួយនឹង drone នេះហើយដែលប្រទេសខ្ញុំចាប់អារម្មណ៍ខ្លាំងហ្មងនោះគឺចិនប៉ុន្តែនៅជប៉ុនខ្ញុំធ្លាប់បានមើលហើយសម្រាប់ drone show ប៉ុន្តែចិននេះគឺខ្លាំងមែនតើហើយអានេះខ្ញុំបានភ្លក់ជក់រសជាតិថ្មីមួយនៅក្នុងទីក្រុងបេណូខ្ញុំឃើញទស្សនវិជ្ជាមួយផ្សេងហើយនេះគឺជានាគបាទនាគនៅស្រុកនេះគឺជាសត្វតំណាងឲ្យប្រទេសឆែកឯងយើងអាចឃើញនាគនៅគ្រប់ទីកន្លែងហើយបន្ទាប់មកបានគេចាប់ផ្ដើមបង្ហាញអំពី sponsor ចាប់ផ្ដើមឃើញកំជ្រួចអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនងាកមកមើលកំជ្រួចមានថាសម្រាប់បងប្អូនខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំបានស្គាល់រសជាតិកំជ្រួច3ប្រទេសផ្សេងគ្នាទី1គឺប្រទេសកម្ពុជាយើងនឹងឯងហើយទី2គឺនៅប្រទេសជប៉ុនបាទខ្ញុំឃើញច្រើនដងមែនតើហើយនេះលើកទី3របស់ខ្ញុំមិនលើកទី3ទេមិនថាជាប្រទេសទី3ដែលខ្ញុំបានឃើញកំជ្រួចហើយតែប៉ុន្តែសម្រាប់អ្នកដែលគាត់ចូលចិត្តការបាញ់កំជ្រួចណាគឺគាត់ប្រហែលជាមានអារម្មណ៍ថាសប្បាយរីក excited ហើយសម្រាប់ខ្ញុំក៏ជាបុគ្គលម្នាក់ដែលចូលចិត្ត hunting ដើររកកំជ្រួចមើលកំជ្រួចស្អាតថត capture បាទបងប្អូនមើលពីវីដេអូខ្ញុំឃើញមុនប៉ុន្តែនេះវីដេអូមួយថ្មីហើយកំជ្រួចបាញ់ចេញពីលើទឹកមកមានអារម្មណ៍ថាស្អាតមែនតើហើយមានច្រើនណាស់មានគេបាញ់រយៈពេលប្រហែលជា30នាទីមែនពិតក៏ប៉ុន្តែជាប់គ្នារហូតហើយខ្ញុំបានឃើញទស្សនវិជ្ជានេះក៏ចេះតែថតទុកជាអនុស្សាវរីយ៍ផងហើយកាត់ទៅផ្សព្វផ្សាយជូនបងប្អូនយើងដើម្បីឲ្យបានទស្សនាអំពីទស្សនវិជ្ជាទាំងអស់នេះហើយសម្រាប់ខ្ញុំជារួមទៅខ្ញុំថាបើសិនជាយើងមិនមកសិក្សារៀនសូត្រនៅទីក្រុងនេះទេយើងបែរជាមិនបានមានឱកាសបានឃើញកំជ្រួច local people អញ្ចឹងទេព្រោះពេលខ្លះបើយើងគ្រាន់តែជា tourist នៅក្នុងប្រទេសមួយចំនួនដូចសិង្ហបុរីដូចអីគាត់បាញ់ជាប្រចាំសម្រាប់តាក់ទាញភ្ញៀវទេសចរណាក៏ប៉ុន្តែតួយ៉ាងសម្រាប់ការទស្សនានៅទស្សនវិជ្ជាការបាញ់កំជ្រួចផ្សេងនៅតាមតំបន់នៃប្រទេសនីមួយនេះខ្ញុំគិតថាកម្រដូចនៅជប៉ុនអីវិញកាលខ្ញុំទៅលុះត្រាណាតែបានទៅនៅរស់នៅយូរទៅបានដឹងពី summer season គេចាប់ដើមជា festival ដូច anime អញ្ចឹងណាបាទ
ហើយបើយើងមានគូមានអីគេទៅផ្សងទៅអីណានៃខ្ញុំមើលរឿង anime អញ្ចឹងទៅហើយបដៅការនៅជប៉ុនក៏គ្មានឱកាសបាទអញ្ចឹងសម្រាប់កំជ្រួចនេះមែនទែនទៅបាញ់យូរហើយខ្ញុំសង្ខេបនៅសល់ត្រឹមរយៈពេលប៉ុណ្ណេះនាទីដើម្បីគ្រាន់តែជាការទុកជាអនុស្សាវរីយ៍ខ្លួនឯងផងជាការចែកជូនបងប្អូនក្នុងការទស្សនាផងដើម្បីជាបទពិសោធន៍មួយជាមួយគ្នាបាទហ្នឹងហើយសូមអរគុណច្រើន